អ្នកចាប់ផ្ដើមព្រឹកជាមួយកាហ្វេមួយកែវមុនពេលញ៉ាំអាហារមែនទេមនុស្សជាច្រើននិយាយថាវាអាចបំផ្លាញក្រពះឬបង្កអាស៊ីតប៉ុន្តែតើនេះជាការពិតឬគ្រាន់តែជាការយល់ច្រឡំចម្លើយគឺមិនមែនសម្រាប់មនុស្សគ្រប់គ្នាទេមនុស្សជាច្រើនអាចផឹកកាហ្វេពេលពោះទទេដោយមិនមានបញ្ហាអ្វីប៉ុន្តែសម្រាប់មនុស្សខ្លះវាអាចបង្កឲ្យមានអារម្មណ៍មិនស្រួល1ហេតុអ្វីកាហ្វេអាចធ្វើឲ្យមនុស្សខ្លះមិនស្រួលកាហ្វេមានជាតិកាហ្វេអ៊ីនដែលអាចជំរុញការបញ្ចេញអាស៊ីតក្នុងក្រពះអ្នកខ្លះអាចមានក្រហាយទ្រូងចុកឬរលាកក្រពះចង្អោរពោះមិនស្រួលជាពិសេសអ្នកដែលមានជំងឺរលាកក្រពះឬអាស៊ីតច្រាលក្រពះ2មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានបញ្ហាទេការសិក្សាជាច្រើនបង្ហាញថាមនុស្សដែលមានសុខភាពល្អភាគច្រើនអាចផឹកកាហ្វេពេលពោះទទេដោយមិនបង្កគ្រោះថ្នាក់ដល់ក្រពះការឆ្លើយតបរបស់រាងកាយខុសគ្នាពីមនុស្សម្នាក់ទៅម្នាក់3កាហ្វេអាចបង្កើនការថប់បារម្ភបើអ្នកងាយភ័យឬថប់បារម្ភការផឹកកាហ្វេពេលមិនទាន់ញ៉ាំអាហារអាចធ្វើឲ្យបេះដូងលោតញាប់ញ័រដៃមានអារម្មណ៍តានតឹងវិលមុខក្នុងមនុស្សខ្លះ4តើគួរធ្វើដូចម្តេចប្រសិនបើអ្នកផឹកហើយមិនមានបញ្ហាអ្នកអាចបន្តបានប៉ុន្តែបើអ្នកមានក្រហាយទ្រូងចុកក្រពះចង្អោរញ័រដៃឬថប់បារម្ភសូមសាកល្បងញ៉ាំអាហារស្រាលៗមុនផឹកកាហ្វេឬបន្ថយបរិមាណកាហ្វេអ៊ីនគន្លឹះសំខាន់កុំបន្ថែមស្ករច្រើនពេកជ្រើសរើសកាហ្វេដែលមានជាតិកាហ្វេអ៊ីនសមរម្យកុំផឹកច្រើនលើសប្រមាណក្នុងមួយថ្ងៃបើមានជំងឺក្រពះឬអាស៊ីតច្រាលក្រពះគួរពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើរោគសញ្ញានៅតែបន្តសេចក្តីសន្និដ្ឋានការផឹកកាហ្វេពេលពោះទទេមិនមែនអាក្រក់សម្រាប់មនុស្សគ្រប់គ្នាទេអ្វីដែលសំខាន់គឺស្ដាប់ប្រតិកម្មរបស់រាងកាយខ្លួនឯងបើអ្នកមានអារម្មណ៍មិនស្រួលសាកផឹកក្រោយពេលញ៉ាំអាហារឬកាត់បន្ថយបរិមាណកាហ្វេតើអ្នកធ្លាប់ផឹកកាហ្វេពេលពោះទទេដែរទេតើអ្នកមានអារម្មណ៍ធម្មតាឬមានអាការៈមិនស្រួលសូមចែករំលែកបទពិសោធន៍របស់អ្នកនៅក្នុង comment ហើយកុំភ្លេច like follow និង share ដើម្បីទទួលបានព័ត៌មានសុខភាពដែលផ្អែកលើភស្តុតាងវិទ្យាសាស្ត្រជារៀងរាល់ថ្ងៃ